ល់ហើយបុគ្គលិករបស់ CFS អាចច្រកតំណែងចូលទូបានហើយណាបុគ្គលិក CFS អាចកឹបសៀលគយបានបន្ទាប់ពីគយត្រួតពិនិត្យរួចរាល់ហើយបន្ទាប់មកទូនោះត្រូវនោះអាចត្រូវបានបញ្ជូនទៅកំពង់ផែឬទៅចំណតទីលានដើម្បីរងចាំចុះនាវានេះគឺជា process ណាគឺជាដំណើរការដែលមាននៅក្នុង CFS ដែលយើងហៅថា container freight station អ្នកនាំចូលឬភ្នាក់ងាររបស់នាវាដឹកជញ្ជូនតាមនាវាត្រូវរៀបចំឯកសារនានាដែលពាក់ព័ន្ធសម្រាប់ការនាំចូលទំនិញក្នុង manifest ស្គាល់ពាក្យថា manifest អត់គ្នាមាននរណាស្គាល់ពាក្យ manifest ខ្ញុំអត់លោកគ្រូអត់ស្គាល់បាទតាំងពីពិតពាក្យថា manifest ហ្នឹងគឺmanifest ហ្នឹងប្រហែលជាសារ៉េតស្គាល់ទេសារ៉េតស្គាល់ manifest ទេសារ៉េតលោកគ្រូអត់ស្គាល់ផងលោកគ្រូអត់ដែរជួបពាក្យថា manifest ហ្នឹងនិយាយចំទៅវាហាក់ដូចជានិយាយចំវាធំជាង BL វាធំជាងpacking list ណា manifest ហ្នឹងគឺគេប្រើប្រាស់សម្រាប់តែជាមួយនឹងការដឹកជញ្ជូនតាមកប៉ាល់ឬមួយតាមយន្តហោះណាបើយើងដឹកជញ្ជូនតាមកប៉ាល់តាមយន្តហោះគេមិនហៅថា packing list ទេជាទូទៅតំណែងរបស់យើងដែលយើងម្ចាស់តំណែងយើងដឹកហ្នឹងយើងមាន packing list ហ្នឹងគឺរាយរាប់ណារាយរាប់ពីពណ៌នានាពីតំណែងដែលយើងត្រូវដឹកណាឬមួយក៏ត្រូវបញ្ជូនណាឬមួយក៏ត្រូវបង់ពន្ធណាក្នុងនោះមានដូចជាអីឈ្មោះតំណែងមានដូចជាអីទម្ងន់មានដូចជាចំនួនមានដូចជាទំហំណារបស់